សួរគេជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបមួយខ្ញុំបាទវីដេអូញ៉ាំបុកល្ហុងម្ដងបុកល្ហុងស្រុកស្រែបន្ទាប់ពីមេឃភ្លៀងហើយស្រស់ហើយវាបន្លែយើងថ្មីហ្មងមានស្លឹកកទួតហើយមានជីវ៉ាន់ស៊ុយអញ្ចឹងអូយរួមទៅជីនាងវងកាមេរ៉ាមែនបោះពីយ៉ងឲ្យអញ្ចឹងមកបើចង់ដឹងថាខ្ញុំញ៉ាំឆ្ងាញ់យ៉ាងណាមកសូមអញ្ជើញមកភ្លុកមួយខ្ញុំទាំងអស់គ្នាអញ្ជើញឆ្ងាញ់មួយទាំងខ្ញុំទាំងអស់គ្នាអូយរួមទៅនេះមានហត់ដកទៀតអញបុកល្ហុងជាមួយស្លឹកកទួតត្រូវជាតិគ្នាហ្មងញ៉ាំមានជីអ៊ីនតិចមកឆ្ងាញ់ខ្លាំងនេះមេរោភ្លៀងទៀតអ្នកគ្នាអើយអញភ្លៀងទៀតមែនហ្នឹងហ្នឹងនិយាយរួមទៅធ្វើអីទៅសើខ្លួនឯងមកធ្វើអីក៏ឆ្ងាញ់ដែរមែនសំខាន់វីដេអូហ្នឹងក្មួយខ្ញុំថាទៅឲ្យញ៉ាំអស់ព្រោះអីទៅញ៉ាំអស់វាបានញ៉ាំឲ្យព្រោះអីបុកល្ហុងធម្មជាតិហ្នឹងហើយបញ្ជាក់បុកល្ហុងនឹងធ្វើខ្លួនឯងបន្លែថ្មីស្រស់ល្ហុងផ្ទះបងថ្លៃត្រាប់ស្រួយនឹងក្រោយខ្នងស្រាច់ហ្មងនិយាយរួមទៅអត់មានអីទិញគេគឺបើទិញទៅហតដកហើយនឹងប្រហិតប៉ាតេណាសំខាន់ឥឡូវក្មួយខ្ញុំវាមកមើលមុខឯងញ៉ាំទឹកវាផងអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាបាយបាយ